សំណុំរឿងច្បាប់អាញាសឹកអតីតនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងត្រូវកាត់បន្ថយទោសជាប់ពន្ធនាគារមកត្រឹម15ឆ្នាំយោងតាមការចុះផ្សាយរបស់ភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃប្រហ័សទី7ខែឧសភានេះសាលាឧទ្ធរកូរ៉េខាងត្បូងបានប្រកាសសាលដីកាសម្រាប់បន្ថយទោសជាប់ពន្ធនាគារសម្រាប់អតីតលោកនាយករដ្ឋមន្ត្រីហានដុកស៊ូពី23ឆ្នាំមកត្រឹម15ឆ្នាំវិញជុំវិញបទជាប់ប្រកាន់ពាក់ព័ន្ធនឹងការគ្រប់គ្រងដល់ការប្រកាសច្បាប់អាញាសឹករបស់អតីតលោកប្រធានាធិបតីយួនសុកយុលកាលពីឆ្នាំ2024ទោះបីជាមានការបន្ថយទោសក៏ដោយតុលាការឧទ្ធរបានរកឃើញថាលោកហាន់វ័យ76ឆ្នាំរូបនេះពិតជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលនីតិវិធីច្បាប់តាមរយៈការកោះប្រជុំគណៈរដ្ឋមន្ត្រីដើម្បីអនុញ្ញាតឲ្យការដាក់ច្បាប់អាញាសឹកនេះអាចដំណើរការទៅបានតុលាការបានសង្កត់ធ្ងន់ថាក្នុងនាមជានាយករដ្ឋមន្ត្រីលោកហាន់មានភារកិច្ចរដ្ឋបិទការប្រើប្រាស់អំណាចមិនត្រឹមត្រូវរបស់លោកប្រធានាធិបតីប៉ុន្តែលោកបានជាចូលរួមក្នុងអំពើបះបោរទៅវិញតុលាការបានបង្ហាញថាលោកហាន់បានដឹងពីផែនការកាត់ផ្តាច់ប្រព័ន្ធទឹកនិងអគ្គីភ័យដល់ស្ថាប័នសារព័ត៌មានមួយចំនួនប៉ុន្តែมันបានធ្វើការរារាំងឡើយតុលាការក៏បានរកឃើញទោសកំហុសបន្ថែមពីបទក្លែងបន្លំឯកសារប្រធានាធិបតីនិងការផ្ដល់សក្ខីកម្មក្លែងក្លាយគូបញ្ជាក់ផងដែរថាមូលហេតុដែលនាំឲ្យមានការបន្ថយទោសនេះគឺដោយសារតុលាការបានពិចារណាលើគុណសម្បត្តិនិងប្រវត្តិការងារក្នុងវិស័យសាធារណៈរបស់លោកហាន់រយៈពេលជាង50ឆ្នាំរួមទាំងការបំពេញភារកិច្ចនៅក្នុងក្រសួងហិរញ្ញវត្ថុនិងក្រសួងការបរទេសនាពេលកន្លងមក